ទស្សនិកជនជាទីមេត្រីស្ថិតនៅតំបន់ដីពោពេញដោយអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរដំបូងមានវត្តបុរាណមួយមានអាយុកាលជាង3សតវត្សរ៍នោះគឺវត្តព្រែកអំពូនៅភូមិហឹងថើយឃុំថៃថើយអាំងជាបេតិកភណ្ឌប្រវត្តិសាស្ត្របដិវត្តន៍ទន្ទឹមនឹងនោះក៏ជាវត្តមួយមានស្នាមគំនូរពិសេសនៃស្ថាបត្យកម្មខ្មែរក្នុងប៉ុន្មានឆ្នាំជិតៗនេះវត្តព្រែកអំពូកំពុងប្តូរថ្មីទិដ្ឋភាពជាបណ្ដាក្លាយជាទីប្រជុំវប្បធម៌ស្មារតីរបស់ភូមិឋាននៅទីស្ងប់ស្ងាត់របស់តំបន់ជនបទថៃថើយអាងទីក្រុងកឹងថើវត្តព្រែកអំពូបង្ហាញបានក្បូរក្បាច់រចនាបថចម្លាក់ផ្កាភ្ញីល្អប្រណិតបំពាក់លក្ខណៈស្ថាបត្យកម្មខ្មែរតាមចាស់ប្រធាចារក្នុងភូមិស្រាប់វត្តបានប្រតិជគុណព្រះនាមង៉ែតនិងពុទ្ធបរិស័ទកັບឆ្កាដីធ្លីនិងកសាងវត្តនៅឆ្នាំ1664ជាង360ឆ្នាំកសាងនិងអភិវឌ្ឍឆ្លងកាត់ព្រះចៅអធិការ15ជំនាន់តួលេខនេះមិនត្រឹមតែបង្ហាញពេលវេលាដ៏យូរអង្វែងប៉ុណ្ណោះទេថែមទាំងបង្ហាញពីភាពសម្បូរវប្បធម៌បានរក្សានិងអភិវឌ្ឍបាទតាមដំណើរតាចាស់ពីដើមតគ្នាមកថាវត្តព្រែកកំពូលនេះជាតំបន់ស្រុកស្រែមួយដែលដាច់ស្រយាលដែលពុទ្ធបរិស័ទមិនអាចធ្វើស្រែបានដូច្នេះមានការតាមបលាយតាមពេកនោះវាដុះសិតតែដើមអំពូដូច្នេះពេលដែលមកឆ្កាព្រៃកាប់ឆ្កាដើម្បីកសាងនៅវត្តព្រែកកំពូលនេះគឺថាច្រើនបំផុតមានតែដើមអំពូហើយនឹងតួពេកតួបលាយសិតតែដើមអំពូដូច្នេះតាមដំណើរចាស់ពីមុនមកតើគ្នាថាយ៉ាងមូលហេតុយ៉ាងហ្នឹងបានដាក់ឈ្មោះហ្នឹងថាវត្តព្រែកអំពូវត្តព្រែកសម្បូរដោយដើមអំពូមិនត្រឹមតែបំពាក់តម្លៃសាសនានិងវប្បធម៌ប៉ុណ្ណោះទេវត្តព្រែកអំពូនៅទាំងផ្សារភ្ជាប់នឹងបណ្ដាទំព័រតស៊ូរបស់តំបន់ដីកឹងថើទៀតផងក្នុងសម័យសង្គ្រាមវត្តជាកន្លែងជ្រកកោនជំនួយកងកម្លាំងបដិវត្តន៍ហើយជាកន្លែងប្រជុំសម្ងាត់សកម្មភាពតាក់ទងជាច្រើនបានប្រព្រឹត្តឡើងនៅទីនេះដោយមានការរួមចំណែកនោះនៅឆ្នាំ2012វត្តព្រែកអំពូបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្របដិវត្តន៍ការទទួលស្គាល់នេះមិនត្រឹមតែបញ្ជាក់តម្លៃប្រវត្តិសាស្ត្ររបស់វត្តប៉ុណ្ណោះទេថែមទាំងជាក្តីមោទនៈរបស់សហគមន៍ជនរួមជាតិនៅភូមិឋានទៀតផងដោយសារតែព្រះរាជប្រគុណអតីតព្រះមេគុណខេត្តជោគចាំងពីដើមព្រះអង្គមានហៅថាបានជួយរំដោះនៅបរិវត្តហៅថាមានស្នាដៃជាមួយនឹងបករដ្ឋហេតុនេះបានជាក្រោយពីរំដោះថាព្រះអង្គបានទទួលងារជាហៅថានៅក្នុងពុទ្ធសាសនាហៅថាមេគុណហើយមេគុណតំណាងឲ្យហៅខេត្តជោគចាំងពីដើមហេតុនេះបានជារដ្ឋអំណាចនឹងបានទទួលស្គាល់វត្តនេះគឺជាវត្តដែលមានស្នាដៃជាមួយនឹងបរិវត្តហៅថាបេតិកភណ្ឌរំដាប់ថ្នាក់ខេត្តហើយបានរដ្ឋបានទទួលស្គាល់នៅឆ្នាំ2012ខែ8ចំនួនបដិប្រគុណចូលមកហ្នឹងលោកជួបនៅទី1សង្គ្រាមប្រឆាំងអាមេរិកដូច្នេះយាយតាពុទ្ធបរិស័ទនៅក្នុងចំណោះជើងវត្តមិនអាចនៅក្នុងភូមិស្រុកបានទៅត្រូវនិរទេសជិញទៅស្រុកកង្កែវនៅដើម្បីសុវត្ថិភាពទី2លោកនៅម្នាក់ឯងដូច្នេះការកសាងហ្នឹងលោកខំប្រឹងយ៉ាងមុតមមជាទីបំផុតមានព្រះវិហារមួយសាលាមួយបង្គោលតុងមួយខ្លងទ្វេនិងផ្លូវនិងទីធ្លាក្នុងវត្តនិយាយរួមគឺស្នាដៃលោកសិតសឹងទៅទាំងអស់ប៉ុន្តែដោយសារចំនួនសង្គ្រាមការកសាងហ្នឹងវាមិនបានហើយសម្រេចទៅតាមបំណងសេចក្តីប្រាថ្នារបស់លោកវាអូបន្លាយជាច្រើនឆ្នាំដូច្នេះសំណងទាំងឡាយមិនសូវបានមមតាមដូចចំនួនក្រោយបាទតាមសេចក្តីខ្ញុំយល់ដឹងវាអញ្ចឹងហើយជាវិសេសទៀត
លោកមានទួនាទីជួយសង្គ្រោះដល់ប្រជាជនណាដែលមានភ័យមានខ្លាចនៅសឹកសង្គ្រាមអាចចូលមកដើម្បីបួសឧបសម្បទាក្នុងសាសនារបស់ក្នុងវត្តរបស់លោកបានមិនថាក្នុងសញ្ជាតិណាក៏ដោយក្នុងនោះមានសញ្ជាតិខ្មែរសញ្ជាតិវៀតណាមហើយនិងសញ្ជាតិចិនគឺ3សាសមកបួសចូលគ្នាហើយរៀបចំយកកម្លាំងដែលអង្គដែលបួសនឹងទាំង3សាសនឹងដើម្បីជួយឧបឋានកសាងឧបឋានសាលា100ល្វែងនឹងគឺស្នាដៃរបស់ជនជាតិដទៃដែលបានចូលជ្រកក្រោនក្នុងមលុបសាសនារបស់លោកក្រោយពេលព្រះវិហារចាស់បានកសាងនៅឆ្នាំ1955ចុះទៅត្រមព្រះសង្ឃនិងគណៈកម្មការវត្តបានឯកច្ឆន្ទកសាងព្រះវិហារថ្មីនៅថ្ងៃទី8ខែមីនាឆ្នាំ2021ក្រោយជិត5ឆ្នាំកសាងព្រះវិហារថ្មីបានសម្រេចក្នុងក្តីសង្ឃឹមនិងរីករាយរបស់មេមីងនៅទីនេះប្រការពិសេសរបស់វិហារថ្មីគឺបានកសាងតាមរចនាបថរបស់ព្រះវិហារចាស់ខាងក្រៅព្រះវិហារគឺទីធ្លាធំទូលាយមានផ្កាភ្ញីក្បូរក្បាច់រចនាបានសិប្បករចម្លាក់យ៉ាងប្រណិតខាងក្នុងវិហារគឺជាទីដាក់ពិសិដ្ឋជាកន្លែងតម្កល់ប្រាក់ជីកំពុងគង់លើអាសនៈនៅសងខាងជញ្ជាំងគឺគំនូរពុទ្ធប្រវត្តិបានសិប្បករគូរយ៉ាងស្អាតនិងរស់រវើកការដែលចាប់ផ្ដើមកសាងនោះគឺថាមានការលំបាកដោយសារតែទី1ទិដ្ឋភាពពុទ្ធបរិស័ទមិនហៅថាមានការហៅថាខ្សត់ភាគច្រើនពុទ្ធបរិស័ទចំណុចចង្វាក់ព្រេងពូនោះចាំតែទៅធ្វើការប្រកបមុខរបរនៅទីឆ្ងាយហើយយ៉ាងនេះការកសាងមានការលំបាកអាត្មាគឺថាអាត្មាមានការសប្បាយរីករាយដោយសារតែដល់ពេលនេះគឺថាមានការកសាងព្រះវិហារថ្មីមានភាពស្កៃលូតលាស់យ៉ាងនេះក៏ខ្ញុំមិនអាត្មាភាពមានការសប្បាយរីករាយគុំថាតែខ្ញុំមិនអាត្មាភាពសូម្បីតែពុទ្ធបរិស័ទទូទាំងគណៈកម្មការចាញ់វត្តគ្រប់ជាន់ថ្នាក់ក៏មានការសប្បាយរីករាយដែរព្រោះចំពោះជនរួមជាតិខ្មែរវត្តជាកន្លែងដែលគួរឲ្យគោរពបូជាបំផុតក្រៅពីនេះវត្តអារាមជាទីពឹងផ្អែកស្មារតីរួមចំណែកអប់រំឆ្ពោះទិសដៅគុណសម្បត្តិចរិយាសម្បត្តិរបស់បរិស័ទម្នាក់ដើម្បីជីវិតល្អបវរសាសនាឆ្ពោះរកបណ្ដាតម្លៃដ៏ល្អពិសិដ្ឋវត្តព្រែកអំពូថ្ងៃនេះនៅតែបន្តអភិវឌ្ឍស្ងប់ស្ងាត់ហើយបានគ្របដណ្ដប់ដោយសម្បុរថ្មីដកចម្រុះពណ៌បានប្រឌិតឡើងដោយស្មារតីសាមគ្គីរវាងព្រះសង្ឃនិងពុទ្ធបរិស័ទភូមិស្រុកនៅក្នុងសង្វាក់សម័យជឿនលឿនវត្តព្រែកអំពូនៅតែបន្តពណ៌នាពីរឿងនិទានរបស់ពេលវេលាពីតំបន់ដីមួយសហគមន៍មួយនិងបណ្ដាតម្លៃស្ថិតស្ថេរបានរក្សាទុកតាមជំនាន់